បាទសួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូថ្ងៃនេះបាទគឺយើងចេញទន្សាយបានមួយគូបាទគឺទៅខាងស្រុកប៉ណែនព្រះបាទគឺក្នុងខេត្តបន្ទាយមានជ័យតែមួយខ្ញុំខាងស្រុកមង្គលបុរីហើយដាក់ទៅបងប្រុសនៅខាងស្រុកប៉ណែនព្រះបងប្អូនបាទជាងបងប្រុសគាត់យកមកគូបាទអាយុ2ខែកូនទន្សាយខ្ញុំនេះហើយគាត់យកញីមួយឈ្មោលមួយស្ប៉ាយកពណ៌ប្រៃមួយឬក៏ពណ៌តសក់មួយហើយនឹងពណ៌ប្រផេះបាទសលេប្រផេះមួយបាទញីមួយឈ្មោះមួយបាទចឹងគាត់ឲ្យដាក់ទៅតាមក្រុមហ៊ុនបងប្អូនហ្នឹងហើយនៅសារចិត្តយើងអាចដាក់តាក់ស៊ីក៏បានយើងដាក់កាពីតូក៏បានប៉ុន្តែយើងដាក់តាមក្រុមហ៊ុនគឺអស់សេវាវាធូរថ្លៃបងប្អូនណាបើតាក់ស៊ីអស់រឿងថ្លៃបាទចឹងគាត់ថាដាក់តាមក្រុមហ៊ុនទៅបងប្អូនចឹងគាត់ដាក់តាមសាខាផ្សារចក្រីស្រុកព្រះជូនគាត់ទៅបាទអញ្ចឹងបងប្អូនដែលត្រូវការទន្សាយកូនទន្សាយក៏ឥឡូវក៏ខ្ញុំមានដែរហើយមេបាក៏ខ្ញុំមានខ្លះអាចលក់បានបងប្អូនមករយៈមុនគឺខ្ញុំអត់មានទេបាទដាច់អត់មានប្រាច់មេបាអត់មានសោះមានតែកូនតែឥឡូវនេះបងប្អូនដែលត្រូវការមេបាស្រាប់បាទមេកមុំឬក៏មេធ្លាប់មានកូនស្រាប់គឺយើងអាចចែកបានខ្លះបាទហ្នឹងហើយបើកូនក៏យើងមានបន្តតិចដែរបាទអញ្ចឹងបងប្អូនត្រូវការអាចឆាតចូល page ខ្ទប់ទន្សាយផ្ទាល់ក៏បានចូល Telegram ក៏បានដែលយើងភ្ជាប់097 25 25 220បាទអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នា